ដោយសារតែនៅក្នុងទីរួមខេត្តមិនសូវមានភ្ញៀវឬហាងមួយចំនួនត្រូវបិទទ្វារស្ត្រីបម្រើការក្នុងសេវាកម្សាន្តមួយចំនួនសម្រាប់ចាត់ចែងទៅរកការងារនៅកន្លែងធ្វើការថ្មីនៅតាមទីប្រជុំតូចៗនៅឯស្រុកវិញដោយរំពឹងថាអាចរកប្រាក់ចំណូលខ្លះសម្រាប់ទ្រទ្រង់ជីវភាពនិងចិញ្ចឹមជីវិតបានហាងខារ៉ាអូខេនៅតាមទីជនបទទាំងនោះផ្ដល់ឲ្យស្ត្រីបម្រើសេវាកម្សាន្តនៅកន្លែងឬទីជម្រកស្នាក់នៅនិងបាយហូបរួមគ្នាសម្រាប់មួយថ្ងៃជំនួសមកវិញស្ត្រីដែលធ្វើការងារនេះនឹងទទួលបានថវិកាពីម្ចាស់ហាងដោយផ្អែកលើចំនួនក្រវិលកំប៉ុងស្រាបៀរមានន័យថាភ្ញៀវញ៉ាំស្រាបៀរកាន់តែច្រើនស្ត្រីនឹងទទួលបានថវិកាកាន់តែច្រើនដែរក្រវិលកំប៉ុងស្រាបៀរមួយអាចដូរបាន 1000 រៀលចង់បានចំណូលបន្ថែមលើសពីនេះស្ត្រីមួយចំនួនបានសម្រេចចិត្តចេញទៅក្រៅជាមួយភ្ញៀវស្ត្រីមួយចំនួនម្ដងម្កាលសុខចិត្តរួមភេទជាមួយភ្ញៀវដែលមិនប្រើប្រាស់ស្រោមអនាម័យជាថ្នូរនឹងការទទួលបានថវិកាបន្ថែមទន្ទឹមនឹងនេះស្ត្រីមួយចំនួនទៀតទោះប្រើស្រោមអនាម័យពេលរួមភេទជាមួយភ្ញៀវតែពេលនៅជាមួយដៃគូកំណាន់របស់ខ្លួនបែរជាមិនប្រើប្រាស់ស្រោមអនាម័យទៅវិញដោយហេតុថាជាការទុកចិត្តគូកំណាន់របស់ខ្លួនបើតាមរបាយការណ៍របស់ IBBS ឆ្នាំ2022តួលេខដែលស្ត្រីបម្រើសេវាកម្សាន្តរួមភេទជាមួយគូកំណាន់មិនប្រើប្រាស់ស្រោមអនាម័យមានរហូតដល់ 45% ឥរិយាបថបែបនេះធ្វើឲ្យស្ត្រីប្រឈមនឹងការឆ្លងមេរោគអេដស៍ឬជំងឺកាមរោគជាខ្លាំងដោយសារសេវាកម្សាន្តបានខិតជិតប្រជាជនតាមជនបទបានធ្វើឲ្យប្រជាជនវ័យក្មេងដែលមានយុវវ័យកម្មករកសិករចំណាក់ស្រុកអ្នកដឹកកសិផលអ្នកដឹកទំនិញឆ្លងស្រុកខេត្តនិងប្រជាជនតាមជនបទទាំងអស់មានលទ្ធភាពអាចចូលរកសេវាកម្សាន្តបានយ៉ាងងាយស្រួលស្ថានភាពទាំងនេះជាកង្វល់និងទីកន្លែងបង្កហានិភ័យនៃការចម្លងមេរោគអេដស៍ជំងឺអេដស៍និងកាមរោគក្រុមការងារបង្ការអេដស៍ភូមិភាគឧត្តររបស់អង្គការរ៉ាក់បានចុះទៅទីតាំងហាងខារ៉ាអូខេដើម្បីអប់រំនិងធ្វើតេស្តរោគមេរោគអេដស៍ស្វាយជាច្រើនកន្លែងក្នុងមួយខែចំពោះលទ្ធផលនៃការធ្វើតេស្តកន្លែងខារ៉ាអូខេខ្លះគួរឲ្យព្រួយបារម្ភហាងខារ៉ាអូខេមួយកន្លែងក្រុមការងារបានធ្វើតេស្តរហ័សអេដស៍និងស្វាយលើស្ត្រី20នាក់ដែលជាអ្នកធ្វើការផ្នែកសេវាកម្សាន្តលទ្ធផលរកឃើញថាស្ត្រីចំនួន18នាក់មានប្រតិកម្មស្វាយដោយរាប់បញ្ចូលទាំងអ្នកកំពុងព្យាបាលមេរោគស្វាយមួយចំនួនផងដែរស្ត្រីបម្រើការក្នុងហាងសេវាកម្សាន្តមិនត្រឹមតែជួបបញ្ហាជីវភាពនោះទេថែមទាំងជួបហានិភ័យសុខភាពទៀតផងរួមគ្នាទប់ស្កាត់បញ្ហាទាំងនេះស្វែងយល់ពីវិធីការពារខ្លួនពីមេរោគអេដស៍និងកាមរោគហើយខ្លួនសុខភាពប្រើថ្នាំប្រាប់ជាមុននិងប្រើស្រោមអនាម័យពេលរួមភេទឲ្យបានត្រឹមត្រូវហើយតេស្តសុខភាពឲ្យបានទៀងទាត់